សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃដោយការសន្យាទុកចឹងថ្ងៃនេះខ្ញុំមកបង្ហាញជូនអំពីការធ្វើជីធម្មជាតិដើម្បីជួយឲ្យស្លឹកហើយពណ៌ខៀវត្រួយខ្ចីហើយដើមនឹងឫសនឹងដុះបានល្អអញ្ចឹងរូបមន្តរបស់យើងសាមញ្ញទេគឺយើងយកចេកខ្ចីចំនួន5គីឡូមកចានិយាយទៅអានេះយើងមានរូបមន្តខ្លះគេធ្វើអំពីស្មៅពីតកួនពីអីចឹងតែវាដូចតែគ្នាដែរទេសារជាតិអាសូតរបស់វាមាននៅក្នុងហ្នឹងគឺតិចឬច្រើនទៅតាមប្រភេទដំណាំរៀងៗខ្លួនអញ្ចឹងយើងហាន់ចេកនឹងជាកង់ហើយយើងដាក់ចូលក្នុងធុងហើយយើងចាក់ស្ករល្ងចូល5គីឡូដែរមកច្បល់វាឲ្យសព្វបន្ទាប់ពីហ្នឹងយើងយកទឹករបស់យើងហ្នឹងចាក់ចូលនៅក្នុងហ្នឹងចំនួន4លីត្រហើយយើងកូរវាឲ្យសព្វមកហើយយើងបិទគ្របមួយថ្ងៃយើងកូរវាបើកកូរវា2ដងព្រឹកល្ងាចអញ្ចឹងណាហើយពេល7ថ្ងៃគឺយើងថែមទឹក4លីត្រហើយស្ករល្ង5គីឡូទៀតអញ្ចឹងយើងទុកវា14ថ្ងៃយើងយកមកប្រើបានចានេះគឺលទ្ធផលដែលខ្ញុំបានប្រើប្រាស់ហើយຂະຫນាតប្រើរបស់វាគឺ 50cc 20លីត្រហើយយើងអាចប្រើប្រាស់វាក្នុងមួយសប្តាហ៍ម្ដងឬក៏5ថ្ងៃម្ដងទៅតាមដំណាំ